một khi có tha có hiện bay ngay từ đấy bay ngay mẹ nhóm đạp khủ cái làm mà ông có đạp nói khủ ấy cho ដោយឆ្លៃដែរហ្នឹងគឺអត់ចាំបាច់មាន certificate ដូចខ្ញុំរៀន open water course ទេគឺគាត់អាចអត់ដែលស្គាល់ឲ្យសោះគឺគាត់អាចទៅសាក់លបងចុះបានហើយស្មៅគេហ្នឹងបក់វិចតាម flow ទឹកហ្នឹងហើយគេហែលតាម flow ទឹកហ្នឹងលេងពេលខ្ញុំថតទៅមានមើលមុខខ្ញុំវិញទៀតគឺមែនតើយើងគួរតែផ្ដល់ឱកាសឲ្យខ្លួនឯងទៅស្គាល់របស់អីដែលថ្មីមិនថាត្រឹមតែ diving ទេឬក៏ធ្វើអីមួយដែលយើងអត់ធ្លាប់ធ្វើពីមុនអញ្ចឹងណា អូខេសួស្តីថ្ងៃនេះមានកិត្តិយសមែនទែនពួកខ្ញុំនឹងបានអញ្ជើញបេក្ខភាពទាំង3រូបហើយគាត់មានបទពិសោធន៍ក្នុងការចុះទៅបាតសមុទ្រជម្រៅប្រហែលជា10ម៉ែត្រជាងគេហៅថា Scuba Dive ដែលថ្មីយើងឃើញថាកីឡាហ្នឹងបែបពេញនិយមមែនទែនសម្រាប់អ្នកដែលចូលចិត្តផ្សងព្រេងអ្នកដែលចូលចិត្តរៀនអីថ្មីអញ្ចឹងជាពិសេសថ្ងៃនេះពួកយើងចង់ណែនាំគាត់អញ្ចឹងទាំងអស់គ្នានឹងអាចដឹងថាគាត់ជាអ្នកគេទៅមុខទៀតដែរអញ្ចឹងខ្ញុំសូមណែនាំគាត់ដែរអូខេជម្រាបសួរទាំងអស់គ្នាឥឡូវខ្ញុំអាចសូមណែនាំឈ្មោះខ្លីៗដើម្បីឲ្យគេស្គាល់ដែរថាតើយើងមានបទពិសោធន៍មកពីណាអីចឹងអូខេសួស្តីបងខ្ញុំឈ្មោះវណ្ណៈខ្ញុំមកពីខាង Solo Landscape អូខេសួស្តីខ្ញុំឈ្មោះរៀមមកពីខាង Outsider Travel សួស្តីខ្ញុំបាទសុកជាមកពីខាង Solo Landscape អូខេបន្ទាប់ពីទាំងអស់គ្នាបានស្គាល់ពួកគាត់អញ្ចឹងពួកគាត់មកពីតំបន់ផ្សេងគ្នាហើយចូលចិត្តបែបផ្សេងគ្នាដែរខ្លះមកពីអាចធ្វើជាវីដេអូ blog ក៏ហើយអ្នកខ្លះក៏ជាអ្នកចូលចិត្តផ្សងព្រេងអ្នកខ្លះក៏ជា team Solo Landscape ដែរអញ្ចឹងថ្ងៃនេះជាឱកាសពិសេសមែនទែនដែលយើងចង់បង្ហាញពីបទពិសោធន៍របស់គាត់ហើយអាចសាកសួរពីខាងសុជាមុនប្រហែលជាចង់ដឹងវិញថាតើមូលហេតុអីបានដូចផ្ដើមឲ្យខ្លួនឯងចង់ទៅធ្វើជាមួយទឹកជម្រៅ10ម៉ែត្រអញ្ចឹងសម្រាប់ខ្ញុំដោយសារតែខ្ញុំគិតថាតាក់ទងមួយនឹងការផ្សងព្រេងខ្ញុំធ្លាប់ឡើងភ្នំជាពិសេសភ្នំនៅស្រុកខ្មែរហើយភ្នំភ្លើងភ្នំតកកក៏ធ្លាប់ឡើងហើយតម្លៃចង់ប្លែកភ្នែកក៏សម្រាប់ចិត្តចោះទៅក្រោមបាតសមុទ្រដើម្បីមើលជីវៈចម្រុះហើយនឹងទេសភាពក្រោមបាតសមុទ្រថែមទៀតហើយយើងអាចមើលឃើញថានៅក្រោមបាតសមុទ្រវាប្លែកពីលើភ្នំបែបណាអរគុណអញ្ចឹងចង់ប្រមូលបទពិសោធន៍ផ្សេងបន្ទាប់ពីឡើងភ្នំអីគ្រប់គ្នាហើយចុះហ្វីវិញហ្វីធ្លាប់ធ្វើវីដេអូ blog ច្រើនជាពិសេសឃើញ vibe បែបគ្រួសាររបៀបអារម្មណ៍បែបគ្រួសារចុះផ្សងព្រេងដើរភ្នំអីដែរធ្វើវីដេអូរៀងរាល់ថ្ងៃអញ្ចឹងហើយខ្ញុំតាម page ផុស ហ្វីដែរអញ្ចឹង outsider travel ហើយពីច្រើនចង់ដឹងថាហ្វីហេតុអីក៏ឃើញពីមុនមកដូចអត់ដែលធ្លាប់បទពិសោធន៍ចុះបាត់សមុទ្រអញ្ចឹងសោះតែហេតុអីបានហ្វីចាប់អារម្មណ៍ចង់ធ្វើវាដែរក្នុងឆ្នាំហ្នឹងបាទបងតើតោះជាមួយនឹង Scuba Dive គឺខ្ញុំមានគម្រោងយូរដែរហើយប៉ុន្តែអត់សូវមានឱកាសមានថាយើងខាតពេលវេលាហើយក៏យើងអត់តន់រួចរាល់ខ្លួនយើងអញ្ចឹងណាប៉ុន្តែខ្ញុំសម្រេចចិត្តថាខ្ញុំនឹងធ្វើវាក្នុងឆ្នាំហ្នឹងបន្ទាប់ពីឆ្នាំមុនខ្ញុំបាន complete ទៅភ្នំតកកកម្ពស់ដល់ 5000 ជាងដែរអញ្ចឹងអ្វីខ្ញុំចង់ធ្វើបន្តហ្នឹងគឺទទួលយកបទពិសោធន៍ថ្មីអញ្ចឹងមានតែនៅទៅខាងក្រោមទឹកម្ដងយើងចង់ថានៅខាងក្រោមទឹកមានអីគេខ្លះយើងទៅជួបអីគេខ្លះ how we feel when we going down ណាវាបែបហ្នឹងអូខេអរគុណច្រើនហ្វីអញ្ចឹងហ្វីស្តៀងបាក់ប្រហែលនឹងជាដែរធ្លាប់ឡើងទៅភ្នំតកកអីចឹងទៅហើយប្រហែលជាឆ្នាំនេះជាឆ្នាំដែលយើងនឹងសន្សំបទពិសោធន៍ចុះទៅបាត់សមុទ្របន្ថែមដែរឥឡូវសួរវណ្ណៈវិញអញ្ចឹងវណ្ណៈប្រហែលជាធ្លាប់ឃើញឡើងភ្នំច្រើនដែរហើយក៏ជា team Solo Landscape ដែរអញ្ចឹងចង់ដឹងថាវណ្ណៈហេតុអីក៏ចាប់អារម្មណ៍ចង់បានបទពិសោធន៍នឹងចុះទៅបាត់សមុទ្រថ្មីហ្នឹងចំពោះពីខ្ញុំវិញខ្ញុំចូលចិត្តនៅរបៀបរសជាតិជីវិតបែបថ្មីបងហ្នឹងហើយព្រោះពេលខ្លះយើងធ្វើរឿងធំដូចឡើងភ្នំយើងធ្លាប់ឡើងហើយយើងឡើងពី3ដងវាទៅជារឿងរបៀបថាអូយើងធម្មតាសម្រាប់យើងអញ្ចឹងខ្ញុំចូលចិត្តអីដែលថ្មី excited ហើយ
diving គឺជា activity មួយដែលថ្មីហើយខ្ញុំមានអារម្មណ៍ថាវា excited សម្រាប់ខ្ញុំដូចគ្នាបងអញ្ចឹងខ្ញុំត្រូវតែ explore ទៅខាង scuba diving ដូចគ្នាបាទ ចឹងបេក្ខភាពទាំង3ហ្នឹងបាក់ប្រហែលគ្នាដែរអញ្ចឹងចង់ដឹងចង់បានប្រមូលបបិសោតខ្លួនឯងដែលឡើងភ្នំសង់ព្រៃអីអស់ហើយនៅតែចុះទៅបាត់សមុទ្រអូខេអញ្ចឹងវាជាបបិសោតថ្មីមួយដែរអញ្ចឹងខ្ញុំចង់បង្ហាញទាំងអស់គ្នាដែរថា diving រដងដែលគាត់និយាយថា diving ឬក៏ super dive ហ្នឹងគឺជាកីឡាមួយឬក៏សកម្មភាពមួយដែលយើងជំនួយទឹកចុះទៅខាងក្រោមបាតសមុទ្រដើម្បីទៅមើលពីជីវៈចម្រុះនៅក្រោមបាតសមុទ្រហ្នឹងវាអាចមានផ្កាថ្មមានត្រីជុតមានអីចឹងទៅមាននីម៉ូមានអីចឹងយើងឃើញនៅក្នុងទូរទស្សន៍ឬក្នុង cartoon អីវិជា Nemo អីចឹងហ្នឹងហើយបន្ទាប់ពីទាំងអស់គ្នាបានឃើញពីថាហេតុអីដើមចមអីខ្លះដែលគាត់ធ្វើឲ្យគាត់ចង់ទៅសាកល្បងបបិសោតថ្មីដែលជាហៅថាកីឡាជាមួយទឹកនៅក្នុងបាតសមុទ្រចឹងណាឥឡូវដោយសារខ្ញុំ fan ផ្កាប់មក for free ហ្មងអញ្ចឹងខ្ញុំអាចឃើញទស្សនវិជ្ជាខ្លះដែល free បានទៅចុះទៅបាត់សមុទ្រតែឃើញ free ពីមុនក៏ធ្លាប់មានវគ្គបណ្ដុះបណ្ដាលអីដែរអញ្ចឹងណាអញ្ចឹងចង់ដឹងថា free អាចពិពណ៌នាថាតើពេលយើងទៅបណ្ដុះបណ្ដាលពីមុនមកហើយមុនយើងអាចទៅចុះទៅបាត់សមុទ្របានណាយើងត្រូវចំណាយពេលអីខ្លះអាចជួយសង្ខេបពីសកម្មភាពកន្លងមកដែលយើងបានទៅរៀនមុនអញ្ចឹងណាអញ្ចឹងអាចឥឡូវដល់ទូនាទីឲ្យ free ជួយចែកម្លែកហ្នឹងហើយបងខ្ញុំទៅតែចប់វគ្គសិក្សាតកតងជាមួយនឹង class scuba diving ហ្នឹងដែល first class ហ្នឹងគេហៅថា open water course ដែលយើងរៀនរយៈពេល3ថ្ងៃដែលយើងរៀនក្នុងការ technical ក្នុងការជាមួយទឹកហ្នឹងឯងរៀនគឺរៀងពិបាកតិចសម្រាប់ខ្ញុំដោយសារតែ first time យើងចុះទៅក្រោមទឹកហើយទាំងមានសម្ពាធផងអាសម្ពាធក្នុងទឹកបងយើងចុះត្រូវហើយនឹងការយើងផ្ដោតអារម្មណ៍ជាមួយនឹងមេរៀនពីគ្រូទៀតមួយយើងត្រូវរៀនតកតងជាមួយនឹង soft skill មួយចំនួនហើយនឹង survival មួយចំនួនមានថាគេដោះអុកស៊ីសែននៅក្នុងទឹកឲ្យយើងទៀតហើយយើងសង្គ្រោះគ្នាទៅវិញទៅមកទៀត so អាហ្នឹងវាជាផ្នែកមួយនៃសម្រាប់ខ្ញុំដូចខ្ញុំ plan ចង់យក scuba diving ហ្នឹងទៅជាអាជីពខ្ញុំមួយក្នុងលក្ខខណ្ឌណារូបភាពណាមួយអាចថាជា videography underwater អញ្ចឹងណាអញ្ចឹងខ្ញុំត្រូវ complete អាហ្នឹងដើម្បីខ្ញុំ go up មកតង់ទៀតប៉ុន្តែលើកមុនហ្នឹងខ្ញុំទៅ fun dive ខ្ញុំទៅ fun dive បន្ទាប់ពី open water ហើយខ្ញុំទៅធ្វើ fun dive មកតង់ទៀតជាមួយក្រុមបងគាត់រៀបចំហ្នឹងក៏មានគ្នាយើងក៏ទៅ try dive ដែរដោយ try dive ហ្នឹងគឺអត់ចាំបាច់មាន certificate ដូចខ្ញុំរៀន open water course ទេគឺគាត់អាចអត់ដែលស្គាល់ឲ្យសោះគឺគាត់អាចទៅសាក់លបងចុះបានយ៉ាពេលហ្នឹងខ្ញុំទៅជាមួយជាហើយណាគាត់ធ្វើខាង try dive យ៉ាអាចថាចែកម្លែកតិចណាអូខេបងអ្នកមុនអូខេបើចំពោះខ្ញុំវិញគឺខ្ញុំខុសពីបងហ្វីបងដោយសារតែខ្ញុំទៅខ្ញុំអត់មាន certificate ទេអញ្ចឹងខាងdiving គាត់តម្រូវឲ្យយើងទៅជា try dive អញ្ចឹងចំពោះ try dive ហ្នឹងយើងអត់ចាំបាច់មាន certificate ទេបងយើងគ្រាន់តែមានជា briefing ពីខាងក្រុមការងារ diving គាត់នឹងប្រាប់យើងហើយថាយើងចាំបាច់ត្រូវរៀបចំខ្លួនបែបណាត្រូវ relax មិនពេលដែលចុះទឹកទៅគឺគាត់នៅជាមួយយើងជាប់រហូតបងអញ្ចឹងយើងអត់មានការបារម្ភភ័យព្រួយនៅពេលដែលយើងមានបញ្ហានៅក្រោមទឹកទេបងបាទអញ្ចឹងអាហ្នឹងពីខ្ញុំសម្រាប់ខ្ញុំអូខេលើកទី1ដែរបទពិសោធន៍ទី1ដែលពេលដែលទៅជាមួយក្រុមបងមានបងហ្វីម្នាក់អីហ្នឹងក៏លើកទី1ដែរហើយបងហ្វីគាត់ថាគាត់រៀន3ថ្ងៃទៅហ៎3ថ្ងៃសម្រាប់ខ្ញុំស្ដាប់គ្រូកន្លះម៉ោងគាត់ស្ដាប់ហើយគ្រូឲ្យចុះទៅតាមគាត់ហ្មងរបៀបដកដង្ហើមរបៀបប្រើខ្យល់អាវពោងរបៀបនៅពេលដែលយើងចុះទៅវ៉ែនតាយើងស្អាប់យើងត្រូវធ្វើម៉េចឲ្យ clear វ៉ែនតានឹងឲ្យច្បាស់មើលឃើញទិដ្ឋភាពនៅក្នុងបាតសមុទ្រច្បាស់ហើយនឹងតាក់ទងជាមួយនឹងត្រូវធ្វើម៉េចនៅតាមគាត់កុំនៅឆ្ងាយពីគាត់ព្រោះស្នាតែយើងដែរលើកទី1ដែរអញ្ចឹងគ្រូគាត់ព្យាយាមនៅតាមក្រោយយើងដើម្បីមើលយើងរបៀបអុកស៊ីសែនអីហ្នឹងយើងអស់ពេលណាអីហ្នឹងអញ្ចឹងវាពិតជាបទពិសោធន៍មួយដ៏ល្អមែនតើទោះបីអត់ដែលចោះបាតសមុទ្រអត់ដែលមានបទពិសោធន៍ប៉ុន្តែវាធ្វើឲ្យនឹងមានឱកាសថាខ្ញុំទៅដល់គ្រាន់តែស្ដាប់គ្រូកន្លះម៉ោងគ្រូថាអូខេចោះបាន
ចោះទៅតាមគ្រូភ្លាមតែអែម10ម៉ែត្រជាងឃើញទិដ្ឋភាពនៅក្នុងបាតសមុទ្រពិតជាស្អាតខ្លាំង អូខ្ញុំគ្រាន់តែលឺបបិសោតហ្នឹងខ្ញុំចង់ធ្វើដែរជាងខ្ញុំអត់ទាន់បានធ្លាប់ធ្វើចុះទៅជាមួយបាត់សមុទ្រសោះតែប្រហែលជាលឺបបិសោតពីខាងពួកគាត់ប្រហែលជាខ្ញុំនឹងធ្វើដែរក្នុងឆ្នាំហ្នឹងឥឡូវមិញតបពីឃើញពីពណ៌នាជារួមហ្មងថាតើពីទស្សនវិជ្ជាអញ្ចឹងណាចុះឥឡូវសំណួរមួយទេមុននឹងពេលនេះដែលមានក្នុងចំណោមមានអ្នកខ្លះអត់ចេះហែលទឹកទេមានអ្នកខ្លះអត់ចេះហែលទឹកទេពីអ្នកគេដែរ អូខេបងប្អូនណាផ្សេងប៉ុន្តែខាងនេះជាហៅទឹកខ្លះដែរអូខេប៉ុន្តែបបិសោតដំបងដែលភ័យបំផុតអាចពីពណ៌នេះថាភ័យអីគេជាងគេដែរពេលដែលយើងនេះ សម្រាប់ខ្ញុំដោយសារតែទី1យើងអត់ទាន់ចេះប្រើដង្ហើមនៅក្នុងទឹកអញ្ចឹងយើងព្យាយាមប្រើពី3ដងមានថាលឹបចោះដើម្បីដកខ្យល់តាមអុកស៊ីហ្សែនតាមអំពង់ខ្យល់ដែលគ្រូពាក់ឲ្យយើងខាងក្រោយខ្នងហ្នឹងអញ្ចឹងខ្ញុំទៅរៀនប្រហែលជា3-4ដងបានអាស្ទាត់របៀបដកដង្ហើមនៅក្នុងទឹកសមុទ្រនៅក្នុងបាតក្រោមបាតសមុទ្រហ្នឹងតាមរយៈខ្យល់អុកស៊ីហ្សែនហ្នឹងហើយអាខ្យល់ហ្នឹងគឺ cover យើងបានត្រឹម40នាទីទៀតអញ្ចឹងបើយើងដកលឿនពេកគឺធ្វើឲ្យអុកស៊ីហ្សែនអស់លឿនអញ្ចឹងយើងត្រូវស្របតាមគ្រូគាត់ថាឲ្យធ្វើមួយទី2កំភៃទី3ស្ដាប់គាត់របៀបកាយវិការថាត្រូវធ្វើម៉េចពូពេលដែលរៀនកន្លះម៉ោងហ្នឹងគាត់បរៀនដែរពាក់ព័ន្ធជាមួយនឹងកាយវិការក្នុងទឹកព្រោះយើងក្នុងទឹកយើងនិយាយគ្នាអត់កើតទេអញ្ចឹងគឺត្រូវប្រើកាយវិការហើយអ្វីដែលខ្ញុំចាំជាងគេកាយវិការដែលគាត់ប្រាប់ដែលខ្ញុំចាំជាងគេហ្នឹងគឺអខ្សរមានន័យថាអខ្សរអុកស៊ីហ្សែនគឺក៏ពិបាកដកដង្ហើមហ្នឹងតែនៅខាងក្រៅធ្វើអញ្ចឹងផ្សេង អូខេអរគុណវណ្ណៈមានអីថែមទេ បងពីខ្ញុំលើកទី1អីដែលខ្ញុំភ័យជាងគេគឺភ្នែកខ្ញុំមញោបហើយខ្ញុំត្រូវដោះវ៉ែនតាចេញពាក់វ៉ែនតាទឹកហើយបើចំពោះរឿងផ្សេងគឺខ្ញុំអត់សូវជាបារម្ភអីម៉ានទេបងព្រោះពីដែលខ្ញុំ register ទៅហ្នឹងគឺខ្ញុំ all in ហ្មងអញ្ចឹងគឺខ្ញុំចង់ចោះហ្មងបងទោះស្ថានភាពបែបណាក៏ដោយក៏ខ្ញុំចង់ចោះដែរបញ្ហាតែមួយគឺមញោបភ្នែកពីអាចចាញ់ដែរ អូខេបបិសោតខ្ញុំនៅពេលខ្ញុំចាប់ផ្ដើមរៀនដំបូងយើងរៀនទ្រឹស្ដីយើងរៀនតួមុខគ្រូតាក់ទងមួយទ្រឹស្ដីណាគាត់ប្រាប់យើងទៅប៉ុន្តែនៅពេលយើងចុះទៅផ្ទាល់អ្វីដែលខ្ញុំភ័យជាងគេមុនគេហ្នឹងគឺខ្ញុំខ្លាចច្រឡំមានថាយើងដាក់អុកស៊ីហ្សែននៅមាត់ត្រូវអត់ដល់ពេលយើងនៅលើនេះធម្មតាគឺយើងដកដង្ហើមតាមច្រមុះយើងផ្លុំតាមមាត់អីចឹងណាតែពេលចូលសមុទ្រយើងត្រូវដកដង្ហើមតាមមាត់រហូតទៅដល់ខ្ញុំចេះច្រឡំបើតាមច្រមុះតែវាគាំងជាមួយមួកclass របស់យើងទេ mass របស់យើងហ្នឹងគឺវាជាប់ខ្យល់ត្រឹមហ្នឹងហើយទី2បញ្ហារបស់ខ្ញុំហ្នឹងដូចណាក់ចឹងគឺតកតងមួយនឹងមញោបដោយសារខ្ញុំក៏មញោបដែរតែគ្រាន់ថាយើង plan ទុកមុនគឺខ្ញុំកំងតកតងមួយ mass ដែលវាមានកម្រិតមញោបហើយបន្ទាប់មកអ្វីដែលខ្ញុំអត់ដឹងសោះហើយខ្ញុំទៅដល់ខ្ញុំវ៉ាវដែរគឺតកតងជាមួយនឹងយើងអាចដោះម៉ាស់ចេញហើយយើងអាចមើលទាំងភ្នែកទទេហ្នឹងនៅក្នុងទឹកបានដោយមិនផ្សាភ្នែកទេម្ដងយើងគិតថាយើងត្រូវទឹកប្រៃវាផ្សាភ្នែកត្រូវអត់គេចូលភ្នែកយើងបើកភ្នែកអត់បានអីយ៉ាងទៅប៉ុន្តែចាក់ស្ដែងពេលនៅក្នុងទឹកគឺយើងបើកបានធម្មតាដោយសារវាអត់តន់ត្រូវខ្យល់តែបើយើងឡើងមកលើយើងត្រូវខ្យល់បានវាផ្សាភ្នែកប៉ុន្តែនៅក្នុងទឹកហ្នឹងគឺដោះម៉ាស់ពេលហ្នឹងខ្ញុំរៀនដោះម៉ាស់ឲ្យគ្រូឲ្យបើកភ្នែកហ្មងអត់ឲ្យបិទទេគាត់ត្រូវឲ្យតែយើងដោះម៉ាស់ចេញហើយពាក់ម៉ាស់ចូលវិញហើយផ្លុំខ្យល់ចេញពីម៉ាស់ទៀតអាហ្នឹងយើងរៀនពីtechnical ចឹងចាប់អារម្មណ៍មែនតើអញ្ចឹងយើងមើលឃើញតែប៉ិតអត់ដឹងសោះធម្មតាពេលយើងចុះទៅក្នុងបាត់សមុទ្រយើងគិតថាយើងងើបមកវិញនឹងផ្សារភ្នែកមែនទេតែប៉ិតជាក់ស្ដែងនៅខាងក្នុងហ្នឹងពេលយើងគាត់ឲ្យជាមួយទឹកទៅវាអត់មានខ្យល់អីវាអត់មានត្រូវផ្សារភ្នែកទេអូខេអូអានេះខ្ញុំរៀនបានពីនឹងដែរអូខេចាប់អារម្មណ៍មែនតើគាត់នៅលើថាទៅដល់បាត់សមុទ្រអីនឹងឃើញទស្សនវិជ្ជាអីផ្សេងក្រោយដែរសូម្បីតែខ្ញុំក៏ដោយគាត់នៅលើការនិយាយប៉ុណ្ណឹងចង់ទៅភ្លាមហ្មងចង់ទៅមើលថាតើអាហ្នឹងវាជាក្តីសុបិនរបស់ពួកយើងដែរពួកខ្ញុំដែរក្នុងការទៅឆ្នាំហ្នឹងដែរអញ្ចឹងណាជាងចង់ទៅមើលផ្ទាល់ឥឡូវសុំបបពិសោធន៍សិនណាដោយសារបើថាទៅឥឡូវវារៀងចំណាយពេលតិចដែរអញ្ចឹងចង់ដឹងថាតើជា fee ហើយនឹងវណ្ណៈវិញពេលបានចុះទៅដល់បាត់សមុទ្រជម្រៅប្រហែលជា10ម៉ែត្រហ្នឹងយើងឃើញអីខ្លះហើយអីដែលយើងចាប់អារម្មណ៍ជាងគេដែរបើចំពោះខ្ញុំពេលចុះទៅគឺខ្ញុំមានចំណាប់អារម្មណ៍ទៅលើផ្កាសមុទ្របងហ្នឹងហើយគឺឃើញផ្កាសមុទ្រចម្រុះនៅខាងក្រោមហ្នឹងបងហើយត្រីអីក៏យើងឃើញបានច្រើនដែរបងនៅខាងសមុទ្របែកខាងយើងហ្នឹងបងបាទ
ពីខ្ញុំចាប់អារម្មណ៍ជាងគេតកតងជាមួយនឹងដូចភ្នំភ្លើងខាងក្នុងក្រុមសមុទ្រហ្នឹងអាដូចជាងដូចភ្នំភ្លើងអញ្ចឹងណាអាហ្នឹងជំរករបស់ត្រីហ៎ពីខ្ញុំអត់ដែរចោះខ្ញុំគិតថាក្នុងហ្នឹងមានអីគេប៉ះទៅកើតអត់អីចឹងណាខ្លាច់មានក្នុងហ្នឹងមានអីចឹងណាតែចាក់ស្ដែងដល់ពេលខ្ញុំហៅទៅពីលើទៅគឺអត់មានអីទេក្នុងហ្នឹងតែស្អាតមែនពេលយើងមើលពីចំហៀងឃើញដូចភ្នំភ្លើងយើងនៅមើលនៅលើដីយើងចឹងតែនៅក្នុងបាតសមុទ្រគឺអាហ្នឹងជំរកដូចគេហៅខ្ញុំហៅអីគេខ្ញុំហៅពេលហ្នឹងផ្ទះល្វែងត្រី វានៅចិត្តគ្នា នៅចិត្តគ្នាខ្ញុំថតបានទៀតចាំដាក់វីដេអូហ្នឹងចូល សម្រាប់ខ្ញុំ surprise មែនតើដោយសារពេលដែលចោះទៅហ្នឹងឃើញវងត្រីច្រើនមែនតើយើងធ្លាប់តែឃើញនៅក្នុងវីដេអូគេផ្សេងៗដល់ពេលឃើញផ្ទាល់វងត្រីច្រើនរាប់ម៉ឺនរាប់លានក្បាលយើងអត់អាចរាប់អស់ទេដោយសារពេលដែលយើងចោះទៅហ្នឹងយើងជួបប្រទះត្រីជាច្រើនដែលយើងបានឃើញហើយមួយទៀតតកតងជាមួយនឹងជីវៈចម្រុះផ្សេងៗទៅដូចជាផ្កាថ្មដូចជាកូនត្រីដែលមានពណ៌ស្អាតៗដូចជានេម៉ូហ្នឹងគឺយើងឃើញផ្ទាល់ភ្នែកគឺវាពិតជាស្អាតខ្លាំងមែនតើខ្ជួតហើយបើនិយាយទៅធ្លាប់តែឃើញនៅក្នុងអា aquarium ដែលគេដាក់តាំងនៅដូចនៅសៀមរាបនៅអីយើងឃើញក្នុងទូដល់ពេលយើងចោះទៅមើលផ្ទាល់ហើយដូចជាឃើញផ្ទាល់ភ្នែកហ្នឹងវាអារម្មណ៍វាសប្បាយចិត្តខ្លាំងមែនតើ 5D អូខ្ញុំគាត់សួរសំណួរមួយនេះភ្លាមមានអារម្មណ៍ថាដូចជំរុញចិត្តមែនតើចង់ទៅនឹងបន្ថែមទៀតអូខេបន្ទាប់ពីនិយាយច្រើនវាខ្លះឃើញមានបរិយត្រីសមុទ្រអីទៀតច្រើនមានផ្ទះល្វែងអីចឹងឥឡូវចង់សួរអ្នកនរគ្នាវិញថាតើជប់បើក្នុងថ្ងៃណាមួយជំនួសជារបៀបសម័យជ្រុលប៉ុន្តែគ្រាន់តែជាអីដែលយើងចង់សួរទាំងអស់គ្នាតពីបានចុះទៅមើលនឹងដែរបើមានថ្ងៃណាមួយយើងចង់ខ្លាយទៅជាជីវៈចម្រុះនឹងនៅក្នុងបាតសមុទ្រនឹងយើងចង់ខ្លាយជាអីគេឥឡូវអាចណាគេមុនក៏បានដែរយើងអាចបើបានគិតហើយថាចង់ខ្លាយទៅជាអីគេនៅក្នុងជីវៈចម្រុះនឹងហើយមូលហេតុអីដែរបានចង់ខ្លាយទៅជាជីវៈចម្រុះនឹងពេលខ្លះវាអាចមានត្រីវាអាចជាទេពមច្ឆាអីចឹងមើមេតអីចឹងទៅឬក៏អីផ្សេងដែរក៏បានដែរយើងគិតថាឆ្លុះបញ្ចាំងពីយើងបន្ទាប់ពីយើងបានទៅបទពិសោធន៍ហ្នឹងហើយយើងបានជួបអីខ្លះហើយវាប៉ះអារម្មណ៍យើងជាងគេហើយយើងចង់ខ្លាយទៅជាជីវៈចម្រុះហ្នឹង បើចំពោះខ្ញុំសម័យថាខ្ញុំចង់ខ្លាចទៅជាទឹកសមុទ្រពីព្រោះជីវៈចម្រុះទាំងអស់គឺនៅក្នុងទឹកសមុទ្រហ្នឹងហើយខ្ញុំ can be everywhere អូខេតែគ្រប់កន្លែងគ្រប់ទូទាំងពិភពលោក តែប៉ុន្តែខ្ញុំចង់ខ្លាចជាសមុទ្រដែរដោយសារបើសិនជាខ្ញុំខ្លាចជាសមុទ្រខ្ញុំអាចឲ្យធ្វើឲ្យ visibility នៅគ្រប់កន្លែងហ្នឹងឲ្យវាច្បាស់ល្អដើម្បីឲ្យអ្នកដៃឲ្យ scuba diver ហ្នឹងគាត់បានមើលឃើញច្រើនជាងហ្នឹងព្រោះទៅរាល់ដងហ្នឹងពេលខ្លះយើងទៅមើលទៅឃើញឬក៏មើលឃើញវាមានឱកាសតាំងហ្នឹងតែឥឡូវក្រៅពីទឹកសមុទ្រគឺខ្ញុំអាចចង់ខ្លាយជាត្រីនីម៉ូត្រីខ្ជូដែរហើយព្រោះដោយសារខ្ញុំឃើញច្រើនទៅចុះទៅខ្ញុំឃើញច្រើនមែនតើគាត់នៅចំកន្លែងស្មៅកន្លែងដូចជំរករបស់គាត់អញ្ចឹងហើយស្មៅគេហ្នឹងបក់វិកតាម flow ទឹកហ្នឹងហើយគេហែលតាម flow ទឹកហ្នឹងលេងហើយពេលខ្ញុំថតទៅមានមើលមុខមកខ្ញុំវិញទៀតខ្ជូតមែនតើចោះជា cái dấu Nemo bắt tới lần thứ bảy rồi các bắt về ở Nemo nó cứ shoot bên tên rồi đôi quạt chạy chẳng bây giờ dương thọt quạt nơi chuẩn bị làm ca tham món quạt admin ba admin cứ quạt nơi lên trung bình bọ tới bên tao mau mùi kia quạt tao mau rồi bây giờ thọt tới bằng sao bên tên trong bữa miền ổ trong những đại trộn được nông ở mưa mẹp nhóm bởi nhóm chọn khai chia vẽ chụp đòn trong tất hay thay chia ca thmo mà dáng đại cùng rõ sạch miền po po ở cái mưa tới chập vào động chúng chọn khơi nhóm được trong tất nào không chập vào động ok ចឹងបើគិតទៅជីវៈចម្រុះរបស់យើងច្រើនមែនតើអញ្ចឹងនៅក្នុងបាត់សមុទ្រប្រទេសកម្ពុជាយើងសមុទ្រខ្មែរយើងអញ្ចឹងប្រហែលយើងទាំងអស់គ្នាចង់ឃើញបន្ថែមទៀតដល់យើងចោះទៅមើលអញ្ចឹងមានតែណែនាំទាំងអស់គ្នាអាចថ្ងៃណាមួយសម្រាប់ក្តីសុបិនចោះទៅបាត់សមុទ្រហើយទៅឃើញជីវៈចម្រុះទៅដូចពួកគាត់អញ្ចឹងអូខេ
ខ្ញុំមើលឃើញថាទាំងអស់គ្នាបានចាប់អារម្មណ៍ជីវៈចម្រុះនឹងច្រើនមែនទែនហើយប្រហែលជាដោយសារតែពេលវេលាដែរខ្ញុំប្រហែលជាអត់មានអីសរុបជារួមទេមិនតែគ្រាន់តែចង់សួរទៅអ្នកដែលមានបទពិសោធន៍ចុះទៅបាត់សមុទ្រអញ្ចឹងឬក៏ខ្ញុំខ្លួនឯងដែរដែលថាឆ្នាំនេះខ្ញុំចង់ចុះទៅបាត់សមុទ្រផ្ទាល់ខ្លួនដែរអញ្ចឹងណាចាខ្ញុំសង្ឃតែសុំប្រើពាក្យតែមួយពាក្យឯងដែលតំណាងឲ្យជំរុញឲ្យអ្នកផ្សេងទៀតដែលចង់សម្រេចក្តីសុបិនឬក៏ដែលធ្លាប់គិតសោះចង់ជំរុញឲ្យគាត់នឹងចង់ទៅលេងហើយសាកល្បងបបពិសោធន៍ជាមួយទឹកជម្រៅ10ម៉ែត្រអញ្ចឹងណាអញ្ចឹងមានពាក្យអីដែលយើងគិតថាចង់ជំរុញទៅមកពាក្យអី តែមួយពាក្យឬក៏ជា sentence បានអត់ sentence ក៏បាន Yeah sentence ណា sentence ណាពីខ្ញុំ sentence ខ្ញុំស្រួលទេគឺហៅថាផ្ដល់ឱកាសឲ្យខ្លួនឯងយ៉ាយើងគួរតែផ្ដល់ឱកាសឲ្យខ្លួនឯងទៅស្គាល់របស់អីដែលថ្មីមិនថាត្រឹមតែ diving ទេឬក៏ធ្វើអីមួយដែលយើងអត់ធ្លាប់ធ្វើពីមុនអញ្ចឹងណាប៉ុន្តែខ្ញុំ recommend diving ដោយសារតែនៅយើងក៏មានរបស់នឹងស្រាប់ដើម្បីឲ្យយើងទៅទស្សនាហើយហេតុអីយើងអត់ទៅទស្សនាទឹកដីយើងផ្ទាល់អញ្ចឹងណាយ៉ាអូខេចាជាណាស់បើពីខ្ញុំវិញបើសិនជាអ្នកទាំងអស់គ្នាគិតថាចង់ទៅហើយត្រូវតែធ្វើបាន all in just do it all in do it now do it now and don't be panic yeah okay កុំភ័យពេក ជា សម្រាប់ខ្ញុំគូទៅដោយសារវានៅក្នុងទឹកដីខ្មែរអត់មានចាំបាច់ទិញសម្បត្តិជនហោះទៅមើលនៅក្រៅស្រុកអីទេយើងអាចមើលនៅខ្មែរហើយទេសភាពវាពិតជាស្អាតបើយើងធ្លាប់តែឃើញនៅក្នុងវីដេអូផុសខ្មែរដែរយើងអត់ទាន់បានឃើញផ្ទាល់យើងអត់ដឹងថាវាស្អាតប៉ុណ្ណាអូខេ អូខេចឹងគ្រាន់តែលើពាក្យនឹងជំរុញទឹកចិត្តភ្លាមខ្ញុំដូចចង់ទៅភ្លាមហ្មងទឹកក្រោយហ្មងឯងអូខេចឹងជារួមយ៉ាប់ចាប់អារម្មណ៍មែនតើអរគុណទាំងអស់គ្នាម្ដងទៀតសម្រាប់ការចែករំលែកបទពិសោធន៍ហើយយ៉ាប់សង្ឃឹមថាយើងនឹងជួបគ្នានៅក្នុងការជជែកពិភាក្សាគ្នាបន្ថែមទៀតតាក់ទងនឹងរឿងទៅផ្សេងទៀតព្រោះឮមិនថាទៅភ្នំតកកអីចឹងណាអូខេប្រហែលជាអាចចាប់អារម្មណ៍ចង់បានបទពិសោធន៍ដែរអូខេអរគុណច្រើនសម្រាប់ការផ្ដល់ពេលវេលាហើយចែកម្លែកពីបទពិសោធន៍ទៅកាន់ទស្សនិកជនទាំងអស់គ្នាដែរអរគុណច្រើន អរគុណបង